តាមតាមពិតទៅរបស់ដែលយើងប្រើប្រាស់រាល់ថ្ងៃវានៅជុំវិញខ្លួនយើងបងប្អូនឲ្យតែយើងចេះច្នៃប្រឌិតធ្វើអញ្ចឹងណាបងប្អូននេះមកជាក្រានដាំបាយដាំអីនេះយើងអាចច្នៃខ្លួនឯងធ្វើងាយស្រួលណាដល់យើងមិនបាច់ចាំទៅទិញនៅផ្សារអស់លុយអស់កាក់ទេតើយើងមានតែកូនតុកមួយមកកូនតុកយើងអង្គុយទៀបហ្នឹងហើយយកមកធ្វើជាពុំដាក់ចាក់ធ្វើជាក្រានដាំបាយបងប្អូនណាជាក្រានស៊ីម៉ង់នេះហើយយើងយកវាលាបខ្លាញ់តិចបងប្អូនដើម្បីឲ្យវាល្អិលកុំឲ្យវាជាប់មួយស៊ីម៉ង់ណាបន្ទាប់មកយើងចាប់ផ្ដើមរៀបចំចាក់ស៊ីម៉ង់ចាក់អីមកយើងដាក់កូនធុងតូចប្រឡោះការាលមកដើម្បីឲ្យវាមានប្រហោងសនុកដាក់អុសដាក់អីដុតចឹងណាតើមកយើងចាប់ផ្ដើមដាក់ដែកដាក់អីនៅជុំវិញធុងហ្នឹងមកបងប្អូនហើយការដាក់ដែកនេះគឺដាក់ដើម្បីឲ្យវារឹងមាំកុំឲ្យវាឆាប់បែកបាក់ចឹងណានៅពេលដែលយើងដាក់ដែកហើយនេះបងប្អូនយើងចាប់ផ្ដើមចាក់ស៊ីម៉ង់ចូលមកហើយចាក់ស៊ីម៉ង់ចូលឲ្យពេញតុកហ្នឹងមកបងប្អូននេះប៉ុន្តែពេលដែលយើងចាក់យើងដាក់ជើងវាឡើងលើបងប្អូនណាអត់ដាក់ជើងចុះក្រោមតែដាក់ជើងចុះក្រោមចាក់មិនខាត់ចឹងយើងដាក់ជើងវាឡើងលើមកបងប្អូនហើយមានឡាំងស្នោឡាំងអីយើងរៀបវាតាមពុំហ្នឹងមកចឹងទៅពេលដែលវាស្ងួតនេះបងប្អូននេះឃើញទេខ្លាយទៅជាចក្រានដាំបាយអស់មួយយ៉ាងស្អាតឃើញអត់បងប្អូនហើយយើងដាំដាក់នៅកន្លែងណាក៏បានងាយលើកងាយដាក់